ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី122ហើយក៏សូមឆ្លៀតប្រមូលខ្លួនឯងបន្តិចផងដែរសម្រាប់សាច់រឿងដែលឯងមានផលនៅក្នុងក្រុម VIP គឺត្រជាក់ភ្នែកតែម្ដងដោយសារតែឯងមានបានកាត់ដាក់សាច់រឿងទាំងអស់សម្រាប់ផលក្នុង YouTube អត់មានមិនហ៊ានដាក់ច្រើននោះទេដោយសារតែវាជាប់ copyright និងអាចប្រឈមមុខជាមួយនឹងក្រុមហ៊ុនរបស់គេរីមូល Channel កវត្តចោលប្រសិនបើបងប្អូនទាំងអស់គ្នាចង់ចូលរួមជាមួយនឹង admin នៅក្នុងក្រុម VIP អាចទាក់ទងមក Telegram ផ្ទាល់របស់ admin បានដែលមិនមែនមានតែរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូមួយនោះទេនៅមានរឿងផ្សេងៗ 4-5 រឿងទៀតចំពោះតម្លៃមិនថ្លៃនោះឡើយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះសម្រាប់អ្នកដែលគេថាថ្លៃអាចរងចាំទស្សនានៅលើ YouTube របស់ admin បានប៉ុន្តែ admin ផុសយឺតជានៅក្នុងក្រុម VIP សម្រាប់ link Telegram admin នឹងដាក់នៅក្រោម comment និងហើយកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរតោះចូលទៅកាន់សាច់រឿងរបស់យើងចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីឈិនធានហើយនឹងមេងយីត្រូវបានលំហមួយបើគូចូលទៅក្នុងកន្លែងមួយដែលមនុស្សអ្នកក៏បានបង្ហាញខ្លួនពួកមនុស្សកម្រិតទាបហ៊ានចូលមកឈរលើទឹកដីត្រកូលនាគរីរបស់ពួកយើងផងបើការវាប្រហារបាញ់ចេញជាមួយនឹងចំហាយធម្មពលដែលខ្លាំងក្លាដូចជាឡាសែបន្ទាប់ពីឃើញមេមនុស្សឈិនធានហើយនឹងមេងយីក៏បានបើកនឹងធម្មពលទប់រងបន្តិចឈិនធានក៏បាននិយាយប្រាប់ពួកយើងទីពីរនេះត្រូវបានលំហមួយគូចូលមកទីនេះតែប៉ុណ្ណោះគ្មានចេតនាចូលមកបំពេញនោះទេប៉ុន្តែមនុស្សនេះមិនស្ដាប់នោះទេពួកឯងត្រូវតែស្លាប់ទាំងអស់ហក់ចូលទៅគប់ចេញចំហាយធម្មពលដុំភ្លើងមួយដាំងឈិនធានហើយនឹងមេងយីក៏បានហក់គេបន្លាទីចាក់ចេញពីទីនោះបងវូឈិនហេតុអ្វីបានជាយើងទៅរត់គេចពីមនុស្សនេះនោះហេតុអ្វីបានជាពួកយើងទាំងពីរនេះមិនទប់ទល់ជាមួយនឹងវាទៅនិយាយផងគេចផងពីដុំធម្មពលដែលកំពុងតែវាប្រហារចូលមកឈិនធានក៏បានតបទៅវិញចុះបើពួកវាមានប្រសិទ្ធនេះក៏លេចទៅខាងក្រោយឃើញវងមនុស្សនេះជាច្រើនកំពុងតែដេញតាមវាប្រហារពីខាងក្រោយពេលនោះមេងយីក៏បានស្រែកថាបងវូឈិនព្រោះយើងប្រញាប់រត់ភ្លាមទៅធម្មពលជាច្រើនរបស់មនុស្សនេះក៏បន្តវាប្រហារចូលមកឈិនធានហើយនឹងមេងយីនៅតែបន្តគេចសម្លឹងទៅខាងមុខឈិនធានក៏បានដឹងទីនេះមិនមែនស្ថិតនៅក្នុងអាគារតារានោះទេវាគឺជាភពមួយនៅក្នុងប៉មជាមិនខានពេលនោះអត្រាជាងឡាក៏បាននិយាយប្រាប់ថានៅក្នុងសម័យបុរាណពួកត្រកូលមនុស្សនេះអាក្រក់បានរលាយបាត់ត្រឹមតែមួយយប់វាហាក់បីដូចជាអត្រាម្ចាស់ប៉មតារាបានអូពួកគេចូលមកក្នុងទីនេះមើលទៅផ្លូវមួយនេះប្រហែលជាឆ្ពោះទៅកាន់ភ្នំមួយដែលព្រះមនុស្សនេះបានសម្រាកពេលទៅដល់ទីនោះពួកគេមិនហ៊ានវាប្រហែលឯងដោយផ្ដេសផ្ដាស់នោះទេដោយសម្លឹងទៅខាងមកឃើញដំណាំមួយសៃប្រាប់មេយីថាប្រញាប់ចូលទៅទីនោះភ្លាមទៅមនុស្សម្នាក់ក៏បានសៃប្រាប់គ្នារបស់ពួកវាថាបញ្ឈប់ពួកគេឲ្យលឿនភ្លាមទៅមិនចឹងធម្មពលរៀងខ្លួនបាញ់ឡើងទៅលើលំហផ្ទុះទាំងវាក៏បានប្រែក្លាយទៅជាមហាធម្មពលរន្ទះព្រៀបដូចជាទឹកភ្លៀងបាញ់ចូលមកខាងក្រោមវេប្រហារនេះទាំងពីរប៉ុន្តែវាមិនមែនជាឧបសគ្គរបស់ឈិនធានហើយនឹងមេងយីទេជាមួយនឹងការបន្លាស់ទីរាំងលឿនកិច្ចពីការវាប្រហារចំហាយធម្មពលទាំងអស់នោះឈិនធានក៏បានប្រើប្រាស់ចំហាយធម្មពលដល់ភ្លើងដុតកំទេចពិភពលោកឌឹមធ្វើបរិវេណនៅទីនោះក៏បានមានការឆាប់ឆេះយ៉ាងខ្លាំងដែលនៅទីនោះគឺជាអាសនៈរបស់មនុស្សនាគរាជពួកមនុស្សធនធានតែឯងកំពុងតែព្យាយាមធ្វើអ្វីឈិនធានក៏បានតបទៅវិញប្រញាប់ចាក់ចេញពីទីកន្លែងនេះភ្លាមបើមិនដូច្នោះទេខ្ញុំនឹងប្រើប្រាស់អំណាចភ្លើងនៅក្នុងដៃរបស់ខ្ញុំដុតបំផ្លាញកន្លែងមួយនេះឬមួយក៏ពួកនេះចង់ខ្លាយទៅជាមនុស្សដែលមានបាបជារៀងរហូតនៃត្រកូលពួកនេះរបស់អ្នកមែនទេបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យមនុស្សនេះមិនពេញចិត្តយ៉ាងខ្លាំងពួកមនុស្សធនធានពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ដោយការពីសម័យបុរាណពួកយើងត្រូវបានមកបញ្ឆោតឲ្យស៊ូទ្រាំនៅទីនេះជាមួយនឹងភាពឯកាហើយពេលនេះមានមនុស្សធនធានចង់ដុតបំផ្លាញអាសន្ននេះរបស់ពួកយើងទៀតនៅក្នុងថ្ងៃនេះពួកឯងទាំងពីរប្រកាសជាត្រូវស្លាប់ជាមិនខានក៏ដល់ដៃបន្តិចបំរុងនឹងបើការវាប្រហារទៅហើយសំឡេងដ៏មានអំណាចមួយក៏បានបន្លឺឡើងឈប់សិននេះមិនមែនជាកន្លែងសម្រាប់ពួកអ្នកនោះទេបន្ទាប់ពីឃើញបែបនោះមនុស្សអ្នកក៏បានលូតជង្គង់ធ្វើការគោរពស្ដេចអ្នកដ៏អស្ចារ្យដែលស្ដេចអ្នកមនុស្សនោះបានបោះមួយជំហានសាយភានៃចំហាយធម្មពលដាក់សម្ពាធទៅឈិនធានហើយនឹងមេងយីធ្វើឲ្យពួកគេក៏បានព្យាយាមទប់រងដោយស្ដេចអ្នកមនុស្សនោះក៏បានដកសម្ពាធចំហាយធម្មពលរបស់គាត់វិញឈិនធានក៏បាននិយាយប្រាប់ពួកយើងគ្រាន់តែចូលមកក្នុងប៉មដើម្បីវឹកហាត់តែប៉ុណ្ណោះបន្ទាប់មកក៏ត្រូវបានលំហគូចូលមកទីនេះដោយចៃដន្យពួកគេមួយក្រុមក៏បានបើកការវាប្រហារខ្ញុំឥតឈប់ឈរដោយគ្មានជំរឿផ្សេងនេះហើយជាជំរឿចុងក្រោយរបស់ខ្ញុំក្នុងការដុតបំផ្លាញអាសនៈមួយនេះស្ដេចអ្នកក៏បានតបទៅវិញខ្ញុំមានជំរឿឲ្យពួកអ្នកដែលអាចត្រឡប់ទៅវឹកហាត់នៅក្នុងប៉មម្ដងទៀតបានប៉ុន្តែពួកអ្នកត្រូវតែសន្មត់ថានឹងអាចទទួលយកនូវមរតកនៅខាងក្នុងអាសនៈរបស់ខ្ញុំដល់ពេលនោះពួកអ្នកនឹងអាចត្រឡប់ចូលទៅក្នុងប៉មតារាវិញភ្លាមបន្ទាប់ពីស្ដាប់ឮជំរឿបែបនោះឈិនធានក៏បានសួរតើរបៀបទទួលមរតកពីក្នុងអាសនៈរបស់លោកវាគឺជាអ្វីប្រកបស្ដេចអ្នកក៏បាននិយាយទៅវិញត្រឹមត្រូវហើយប្រសិនបើអ្នកទទួលបានមរតកអាត្រីនៅក្នុងនោះពួកនេះទាំងពីរនឹងអាចចាក់ចេញពីទីកន្លែងនេះបានបន្ទាប់មកគាត់ក៏បានបញ្ឆេះចំហាយធម្មពលទីចេញទៅទីលានខាងមុខដែលវាលេខឡើងនៅចំហាយធម្មពលក្បាលនាគរី4ជ្រុងបាញ់ចេញនៅចំហាយធម្មពលប្រងគ្នាទៅទីលានកណ្ដាលធ្វើវាក៏បានលេខឡើងនៅផ្លាកថ្មដ៏ធំមួយធ្វើអត្រាជាងឡាក៏បានភៀសប៉ះហើយលន់មាត់វាមានអនុស្សាវរីយ៍មួយសម្រាប់រំលឹកអ្នកស្លាប់ដែលអនុញ្ញាតឲ្យមនុស្សម្នាក់សង្កេតមើលអនាគតនិងអតីតកាលបានខ្ញុំមិននឹងស្មានសោះថាអត្រាប៉មតារាបានទុកវាចោលនៅទីនេះស្ដេចអ្នកក៏បាននិយាយប្រាប់ការសាឡបងរបស់អត្រាគឺនៅខាងក្នុងដោយឈិនធានមិននិយាយតបតមួយទេក៏បានងក់ក្បាលជាមួយនឹងមេងយីប្រញាប់ប្រើប្រាស់ធម្មពលដាក់ដៃទៅលើផ្ទៀងថ្មមួយនោះវាក៏បានសាយភាននៃចំហាយធម្មពលទាញយកនេះទាំងពីរចូលទៅខាងក្នុងដោយបរិវារមនុស្សនេះក៏បាននិយាយថាព្រះអង្គម្ចា
រត់មើលឆ្នាំមកនេះគ្មាននរណាម្នាក់អាចធ្វើបាននោះទេតើព្រះអង្គម្ចាស់គិតថាពួកគេនឹងអាចទទួលមរតកអាទិរាជបានមែនទេស្រីនេះក៏បានតបទៅវិញឬមួយក៏ឯងចង់ឲ្យពួកគេដុតបំផ្លាញអសនព្រះនាគរបស់យើងទោះជាយ៉ាងណាក៏ដោយវេគ្រាន់តែបញ្ជូនពួកគេឲ្យទៅស្វែងរកសេចក្តីស្លាប់តែប៉ុណ្ណោះម្យ៉ាងទេលុះត្រាតែម្ចាស់ថ្មីធ្វើឲ្យប៉មរាតកម្មហើយពេលនោះពួកយើងនឹងមានឱកាសដើម្បីចាក់ចេញពីទីកន្លែងនេះម្ដងទៀតការចាក់ចេញពីទីកន្លែងនេះខ្ញុំនៅតែមានសង្ឃឹមងាកមកឈានទៅបន្តពីបង្ហាញខ្លួននៅក្នុងភពរបស់អាទិរាជដែលខណៈពេលនៅក្នុងវាស្មៅមួយកន្លែងយើងក៏បានឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយយំដែលមានឈ្មោះថាសៀនឈើក៏មានក្មេងស្រីម្នាក់ក៏បានដើរចូលមកតើមានមនុស្សធ្វើបាបអ្នកទៀតហើយមែនទេដែលនាងគឺជាមិត្តភក្តិរបស់សៀនឈើឈ្មោះថាយុនជីនាងក៏បានមកអង្គុយក្បែរសៀនឈើក៏បាននិយាយថាពេលនេះខ្ញុំមានអាយុ10ឆ្នាំហើយនៅតែមិនអាចដោះស្រាយជាមួយនឹងប្រលឹងក្បាច់គុណរបស់ខ្ញុំបាននោះទេហើយខ្ញុំក៏មិនអាចខ្លាយទៅជាអ្នកខ្លាំងបាននោះដែរយុនជីនាងក៏បាននិយាយលួងលោមឪពុករបស់ខ្ញុំបាននិយាយប្រាប់ថាភាពខ្លាំងក្លានិងរឹងមាំរបស់មនុស្សគឺអាស្រ័យលើការព្យាយាមហ្វឹកហាត់ដល់ទីបញ្ចប់ដូច្នេះអ្នកឈប់យំទីទៅឲ្យតែមានការព្យាយាមអ្នកនៅតែមានសង្ឃឹមដោយពេលនៅអាទិរាជជាងឡាហើយនៅអាទិរាជលៀងធាងក៏បានបង្ហាញខ្លួននៅក្បែរឈិនធាននេះគឺជាអតីតកាលការពីក្មេងរបស់អាទិរាជតារាហើយគឺជាបំណែកនៃការចងចាំរបស់គាត់ផងដែរកាត់មកបំណែកនៃការចងចាំរបស់គាត់មួយជ្រុងទៀតដែលយើងក៏បានឃើញមនុស្សមួយក្រុមហើយបរិះម្នាក់កំពុងតែរងរបួសយ៉ាងធ្ងន់ធ្ងរដែលបរិះដែលរងរបួសគឺជាប្រមុខនៃគ្រួសារទាំង5មួយមានឈ្មោះថាយុនធានកូនត្រូវតែចងចាំសម្ដីរបស់ពុកត្រូវតែសងសឹកឲ្យយុនជីផងពេលដែលពុកស្លាប់ទៅនឹងគ្មានការសោកស្ដាយអ្វីទីនោះទេប៉ុន្តែខ្ញុំបានអូក្រុមទាហានស៊ីឈ្នួលនឹងភូមិភ្នំចុះមកជាមួយខ្ញុំយុនស៊ូសៀនឈឹងពូនេះទាំងពីរត្រូវតែការពេលពួកគេទាំងអស់គ្នាដាច់ខ្យល់លុសុទ្ធតែប៉ិតស្លាប់តែម្ដងធ្វើនេះទាំងពីរស្រែកយំឡើងលាន់ពេញនឹងងាកមកជ្រុំមកខាងទៀតនៅក្នុងទីប្រជុំជនខណៈពេលកំពុងតែភ្លេងយុនស៊ូក៏បានក៏រវាដៃសៀនឈឹងតែឯងអាចធ្វើអ្វីបានហើយកុំតាមខ្ញុំទៀតពួកយើងមិនមានទំនាក់ទំនងជាមិត្តភក្តិជាមួយនឹងគ្នាទីនោះទេបន្ទាប់មកក៏បានដើរចេញទៅប៉ុន្តែសៀនឈឹងហាក់បីដូចជាមិនដាច់ចិត្តនោះឡើយដែលសកម្មភាពទេតការការពីក្មេងរបស់គាត់ត្រូវបានមើលឃើញនៅក្រុមរបស់ឈិនធានដោយនៅជ្រុងមកខាងទៀតសៀនឈឹងក៏បានចាប់ផ្ដើមធំឡើងបន្តិចនៅក្បែរជើងភ្នំពួកគេក៏បានប្រយុទ្ធគ្នាដែលនៅក្នុងដៃរៀងខ្លួនកាប់ទប់រងគ្នាលន់សូតែពើងនេះគឺជាឱកាសចុងក្រោយរបស់អ្នកក្រវែងចេញបន្តិចធ្វើសៀនឈឹងក៏បានខ្ទេបប៉ាមកខាងក្រោយដែលដៃគូប្រកួតរបស់គេក៏បានដែលខ្លួនឡើងទៅលើលំហជាមួយនឹងចំហាយធម្មពលឡើងស្ទោសទៅខ្ញុំនឹងសម្លាប់ឯងដែលសៀនឈឹងក៏បានបញ្ជាក់ចំហាយធម្មពលពីរាងកាយសម្រុកចូលទៅខ្ញុំត្រូវតែបបួលឯងចូលទៅក្នុងនិកាយទេវីឲ្យបានពេលនោះគូប្រកួតរបស់គេក៏បានកាប់វាប្រហារពីចំហាយធម្មពលដល់ខ្ទេបប៉ាមកវិញបន្ទាប់មកក៏បានបន្តមកនិយាយជាមួយនឹងព្រឹទ្ធាចារ្យខ្ញុំបានមើលថែតម្រូវការប្រចាំថ្ងៃរបស់លោកអស់រយៈពេលជាង2ឆ្នាំមកហើយប៉ុន្តែលោកព្រឹទ្ធាចារ្យមិនដែលបង្រៀនអ្វីឲ្យខ្ញុំនោះទេយុនស៊ូហើយនឹងខ្ញុំបានចូលមកនិកាយទេវីក្នុងពេលតែមួយពេលនេះគេបានខ្លាយទៅជាអ្នកខ្លាំងហើយល្បីល្បាញទៀតផងខ្ញុំនិយាយនេះមិនមែនច្រណែននឹងគេនោះទេប៉ុន្តែគ្រាន់តែខ្ញុំសោកស្ដាយមិនបានសងសឹកឲ្យយុនជីដោយខ្លួនឯងផ្ទាល់លោកព្រឹទ្ធាចារ្យក៏បានតបទៅវិញតើអ្នកដឹងពីតម្លៃនៃការខ្លាយទៅជាមនុស្សរងមាំដែរឬទេឈៀនឈឹងក៏បានតបទៅវិញខ្ញុំមិនយល់ពីតម្លៃអ្វីនោះទេពេលនោះលោកព្រឹទ្ធាចារ្យក៏បានបន្លាស់ទីយ៉ាងលឺឈរនៅចំពោះមុខរបស់សៀនឈឹងមរតកអំណាចអាទិរាជនៃនិកាយទេវីឥឡូវនេះត្រូវបានប្រគល់ឲ្យអ្នកហើយទទួលយកវាទៅជាមួយនឹងចំហាយធម្មពល5រៀម2ចុចទៅលើថ្ងាសរបស់សៀនឈឹងធម្មពលដ៏ខ្លាំងក្លាក៏បានបាញ់ឡើងទៅលើលំហឌាំងដោយសាររឿងក៏បានបន្តកាត់មកដល់ពេលនោះសៀនឈឹងបានគ្រានៅយុនស៊ូហាក់បីដូចជាបានរងរបួសដោយសៀនឈឹងយំផងរអ៊ូផងថាហេតុអ្វីបានជាឯងធ្វើបែបនេះយុនស៊ូក៏បានតបទៅវិញដោយសារតែឯងគឺជាគ្រួសារតែមួយគត់របស់ខ្ញុំពេលនេះខ្ញុំចង់ការពារឯងនិងរក្សាឯងឲ្យមានសុវត្ថិភាពប៉ុន្តែឯងត្រូវតែចងចាំថាត្រូវតែដើរនៅលើផ្លូវនៃការសងសឹកព្រោះតែខ្ញុំមិនអាចប្រយុទ្ធយកឈ្នះប្រឧបស្រាវិញ្ញាណបាននោះទេមធ្យោបាយតែមួយគត់ក្នុងការជួយសង្គ្រោះជីវិតរបស់ឯងត្រូវតែចូលរួមនៅខ្លួនឯងនិងបន្តហ្វឹកហាត់ឲ្យរឹងមាំខ្លាំងជាងមុនមានតែធ្វើតាមរបៀបនេះទេដែលអាចធ្វើឲ្យឯងរស់រានមានជីវិតបន្តយុនស៊ូក៏បានដាច់ខ្យល់ប៉ាត់ស្លាប់នៅកន្លែងដែលធ្វើឲ្យសៀនឈឹងមានការឈឺចិត្តស្រែកយ៉ាងខ្លាំងលេចឡើងនៅចំហាយធម្មពលដ៏ខ្លាំងក្លាបាញ់ឡើងទៅលើលំហរយៈពេលក៏បានបន្តទៅមុខទៀតពេលនោះក្រុមរបស់សៀនឈឹងក៏បានប្រឈមមុខជាមួយនឹងសត្រូវឈិនធានដែលសម្លឹងមើលក៏បានលន់មកថាអត្រាជាងឡៅតើនោះគឺជាលោកមែនទេដែលអត្រាជាងឡៅក៏បាននិយាយប្រាប់ទៅវិញអាឡែតបែងចង់ដឹងច្បាស់ពីការប្រយុទ្ធរបស់អត្រាតារាដូច្នេះចូលមើលដោយប្រុងប្រយ័ត្នកុំភ្លេចភ្លេចឲ្យសោះដែលពេលនោះអត្រាជាងឡៅពីអតីតកាលក៏បានដែលខ្លួនឡើងលើទំហរជាមួយនឹងក្បាច់ដៃជាច្រើនរបស់គាត់កាប់ក្រវែងចេញទៅវាប្រហារជាមួយចំហាយធម្មពលដៃជាច្រើនពេលនោះអត្រាជាងឡៅក៏បានបញ្ចេញនៅចំហាយធម្មពលមកយូរ៉ាភ្លើងរបស់គេឡើងមកបញ្ជាវាចូលទៅវាប្រហារដូចគ្នាដោយពេលនោះសៀនឈឹងដែលជាអត្រាតារាក៏បានកាប់ចេញជាមួយនឹងចំហាយធម្មពលដៃជាច្រើនស្នៀតសម្រុកចូលទៅវាប្រហារប្រងគ្នាស្របពេលនោះលំហក៏បានផ្ទុះចេញជាចំហាយធម្មពលដ៏ខ្លាំងក្លាមកទប់រងដែលវាធ្វើអត្រាជាងឡៅហើយនិងអត្រាជាងធាននេះរាល់គ្នាក៏បានខ្ទេចប៉ាមកខាងក្រោមមិនទៅពីឃើញបែបនោះឈិនធានក៏បានភ្ញាក់ផ្អើលលន់មាត់ថាសូម្បីតែពពួកអត្រាក៏មិនអាចទប់ទល់បានដែរពេលនោះអត្រាតារាដែលនៅក្នុងសាច់រឿងគេហៅថាអត្រាផ្កាយក៏បានបង្ហាញខ្លួនឡើងនិយាយថាត្រូវហើយនេះគឺជាជោគវាសនារបស់មនុស្សខ្លាំងគ្មាននរណាម្នាក់អាចគេចផុតបានឡើយបន្ទាប់ពីឃើញបែបនេះហើយតើអ្នកចង់ដើរនៅលើផ្លូវមួយនេះទីដែរទេពេលនោះឈិនធានក៏បានបែប
ភ្នែកគេបន្តិចបើមកវិញដោយសារតែគ្មាននរណាម្នាក់អាចគេចផុតបាននោះហើយក៏ជាមូលហេតុដែលយើងត្រូវតែឆ្លងដែនកំណត់ផ្ទើខ្លួនរបស់ខ្លួនឯងឲ្យបានបើសូម្បីតែភាពក្លាហានប្រឈមមុខនឹងសេចក្តីស្លាប់ក៏បាត់បង់ដែរនោះគឺជាការអស់សង្ឃឹមដ៏ពិតប្រាកដដែលអាដ្រីផ្កាយក៏បានញញឹមតបទៅវិញដោយដែលបានរំពឹងទុកចំពោះនាងទាំងពីរនិងអាដ្រីបៃសៃដែលបានពេញចិត្តចាប់តាំងពីមានរឿងបែបនេះមកហើយពេលនោះអាដ្រីផ្កាយក៏បានបន្លាស់ទីបាត់ពីទីនោះតែម្ដងជាធាក៏បានសម្លឹងមើលលំហមួយនោះក៏ត្រូវបានប្រែបែកខ្ទុះទាំងបរិយាកាសក៏បានផ្លាស់ប្ដូរពពកឡើងខ្មោះខ្មាញ់បាញ់ចុះជារន្ទាសំឡេងរបស់អាដ្រីផ្កាយក៏បានបន្លឺឡើងបន្ទាប់មកសូមឲ្យខ្ញុំបានឃើញកម្លាំងដ៏ខ្លាំងក្លាពិតប្រាកដរបស់នាងហើយប្រសិនបើនាងអាចយកឈ្នះទៅលើមេគានៃឋាននរកមួយនេះបាននាងក្លាហាននឹងអាចទទួលបាននៅថាមពលមរតកផ្កាយរបស់ខ្ញុំដោយជាធាក៏បានបន្តបោះជំហានដើរទៅខាងមុខជាមួយនឹងភាពអង្អាចក្លាហានហើយសាច់រឿងភាគទី122របស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនឹងបើចង់ដឹងសាច់រឿងភាគបន្តទៅជាយ៉ាងណាមានតែរងចាំទស្សនាភាគបន្តកុំភ្លេចជួយ like និងចុច comment វីដេអូ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើភាពបន្តបន្ទាប់ជូនអ្នកទាំងអស់គ្នាទស្សនាទៀតពេលនេះក៏ដល់ពេលវេលារបស់ admin ដែលត្រូវលាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងនៅបាននេះឡើងបាយបងប្អូនទាំងអស់គ្នា